ណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់លលោសូមក្រាបនមស្ការថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំកណាអាត្មាប្រកាសឈ្មោះញោមញាតិដែលបានចូលរួមចាក់ដីនៅក្នុងទឹកដីវត្តព្រៃខ្ពស់សូមថ្លែងអំណរអគុណចំពោះញោមម៉ៅសាមៀនរស់នៅសហរដ្ឋអាមេរិកបានចូលរួម$100សូមថ្លែងអំណរអគុណចំពោះញោមវ៉ាំងសុតសវននិងញោមស្រីមួយយុព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកបានចូលរួម$50នៅក្នុងទឹកដីវត្តព្រៃខ្ពស់ដែលខ្ញុំកណាអាត្មាចាក់ឆ្នាំនេះ2026គឺចាក់ដី500ឡានតែមិនតាន់ពេញទេញោមញាតិប្រុសស្រីណាបងអត់តាន់ពេញគឺនៅខាងដើមច័ន្ទជាប់មាត់ស្ទឹងខាងជើងទិសខាងជើងបងហើយក្នុងការកសាងសមិទ្ធផលគឺកសាងមេនចាក់សាបជុំវិញជីកស្រះបាទជីកស្រះនេះស្រះថ្មីនេះគឺស្ទឹង25បណ្ដោយ28បាទជម្រៅ5ម៉ែត្របាទគឺជីកដីនេះយកមកដាក់នៅក្នុងវត្តបាទដីវត្តជីកដាក់ក្នុងវត្តណាក្នុង1ឡាន$5បាទស្មើនឹង$20000បាទចឹងក្នុងការកសាងថ្មីហើយនឹងចាក់ដីនេះចាក់ដីនៅសល់ចម្ពាក់គេ$250ឡានទៀតបាទនៅចម្ពាក់គេ$250ឡានសម្បីតែខាងជើងពហិនេះគឺចាក់ដែរបាទហើយក្រុមជាងក៏ចុះបន្តរយៈពេល4ថ្ងៃ5ថ្ងៃហ្នឹងគឺអស់5តោនជាងហើយ76តោនបាទចាក់ព័ទ្ធជុំវិញនៅកន្លែងមេនកន្លែងបូជាសពបាទអញ្ចឹងសូមចម្រើនពរញោមញាតិទាំងក្នុងនិងក្រៅប្រទេសដែលបានទស្សនាតាម Channel YouTube ខ្ញុំកណាអាត្មាឬក៏តាមបណ្ដាញសង្គម Facebook Page ទាំងអស់ញោមញាតិណាបើចូលរួមស៊ីម៉ង់ក្នុងមួយក្រុង$5ថ្លៃឡានដីថ្លៃដី1ឡាន$5បងនៅក្នុងទឹកដីវត្តព្រៃខ្ពស់បងឥឡូវញោមទេសនាឃើញហើយពីដើមវីដេអូមិញមិនទាន់ទឹកចូលពេញទេឥឡូវនេះទឹកចូលពេញហើយបងអរគុណញោមម៉ៅសាមៀនបងណាបងក៏បានចូលរួម$100ដែរហើយនឹងញោមវ៉ាំងសុតសវនទេណា10ឡានដែរបងណានៅទីនេះបើយើងត្រូវធ្វើរបងព័ទ្ធជុំវិញហើយក៏ចិញ្ចឹមត្រីយើងក៏សាងនេះមួយទៀតញោមក៏សាងរូបបរិមាណាញោមព្រះអង្គប្រនេះប៉ុន្តែតើយើងធ្វើរបងសិនញោមធ្វើរបងព័ទ្ធនេះគឺជាដីវត្តទេញោមដីវត្តទេអត់មានដីអ្នកស្រុកទេបងដីវត្តហើយប្រសង់អាចារ្យគណៈកម្មការពីមុនគាត់ទិញទៅគាត់ជួសជុលជីកស្រះទុកហើយខ្ញុំគណៈអាត្មាក៏ជួសជុលរៀបចំបន្តបងនៅក្នុងទឹកដីវត្តព្រៃខ្ពស់នេះមិនថាឡើយពហិកតសាលាបច្ចេកដីវត្តទីធ្លាវត្តខ្ញុំគណៈអាត្មាតែងតែសម្រិតសម្រាំង
រៀបចំទាំងដាំកូនឈើទាំងចាក់ដីបន្ថែមដើម្បីឲ្យទីកន្លែងហ្នឹងបានស្មើបងតែនៅមួយជាហៀងខាងជើងខាងដើមច័ន្ទណាញោមប្រហែលជា400-500 ឡានទៀតបងប្រហែលជា400-500 ឡានទៀតបានគ្រប់ចឹងសមិទ្ធផលឬក៏ការកសាងថ្មីនៅទឹកដីវត្តព្រៃពុះនេះគឺកន្លែងកំសត់ញាតិញោមហើយកន្លែងក្រកន្លែងឆ្ងាយពីទីក្រុងមិនសូវមានញោមញាតិប្រុសស្រីឯកឧត្តមលោកជំទាវនឹងស្គាល់ទេទាំងណាសូវនិយាយរួមទៅអត់មានតែម្ដងមិនមានឯកឧត្តមលោកជំទាវនឹងស្គាល់ថាវត្តព្រៃពុះបើសួរជីវប្រវត្តិទៅវត្តព្រៃពុះនេះមានអាយុកាលជាង100 ឆ្នាំហើយញោមញាតិណាបងណាអាយុកាល100 ឆ្នាំជាងហើយដើមឈើដើមព្រីងធំពីដើមកុំឲ្យតាកាប់ចោលគឺដើមព្រីងនឹងអាយុមិនងាយស្លាប់ទេញាតិញោមហើយរាប់រយឆ្នាំប៉ុន្តែចាស់ពីដើមកាប់វាទៅលក់អបាត់ណាប៉ុន្តែលើដំណឹងថាសើបសួរយីតាទៅថាអ្នកដែលកាប់នឹងគ្មានបានរស់ទេទាំងអ្នកកាប់ទាំងអ្នកបញ្ជាអត់រស់ទេងាប់អស់សម្បត្តិអញ្ចឹងនៅក្នុងទីវត្តអារាមកន្លែងសក្ការៈបូជាគ្រប់មនុស្សនិងទេវតាទៀតណាក្នុងព្រះសាសនាព្រះសម្មាសម្ពុទ្ធការកសាងផ្ដួចផ្ដើមកសាងគឺដើម្បីសាសនាទាំងនឹងឧទ្ទិសកុសលដល់បុព្វការីជនទាំងមានមេត្តាបិតាជាដូនជាតាកូនចៅដែលចែកឋានទៅហ្នឹងយើងបានសន្សំទៅជាទានធ្វើសាងនឹងឧទ្ទិសមគ្គផលជូនថ្វាយប្រគេនទាំងនៅទីកន្លែងនេះគឺស្រះពោឃើញទេញោមស្រះមានប្រមាណជាង2000 ការ៉េបង2000 ការ៉េជាងញោមបង2000 ការ៉េត្រូវធ្វើលបងណាស្រះនេះបើកុំឲ្យតបូមកុំឲ្យអីអាចប្រើការបានញោមបងហើយរៀងវែងបងយើងនិយាយថារៀងវែងណាបណ្ដោយតែទៅដឹងតែ25ទៅបណ្ដោយឡើង90ហើយទាំងស្រះចាស់និងថ្មី98 ជិត100 ម៉ែត្របងណាបណ្ដោយនឹងបងហើយចេញការកសាងអាត្មាឲ្យគេឈូសគេឆាយឲ្យស្រឡះទៀតណាកុំឲ្យសិតតែព្រីបើសិតតែព្រីមុខបងសិតតែព្រីសិតតែមុខហើយញោមហើយបងមុននឹងបញ្ចប់คลิปវីដេអូនេះខ្ញុំកណាអាត្មាសូមអរគុណថ្លែងអំណរអរគុណចំពោះញោមម៉ៅសាមៀននិងគ្រួសារនិងញោមវ៉ាងសុតសវរ